បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមករៀនពីការ generate video ជាមួយនឹង Flow Music អញ្ចឹងយើងធ្លាប់តែដឹងថា Flow Music យើងអាចធ្វើការ generate បានតែចម្រៀង AI ទេក៏ប៉ុន្តែឥឡូវនេះវាបានចេញមុខងារថ្មីមួយទៀតដែលគេហៅថា Music Video ដែលវាអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាចូលទៅធ្វើការ generate video បានដោយឥតគិតថ្លៃបាទអញ្ចឹងវីដេអូដែលវាធ្វើនឹងជាបែបលក្ខណៈបែប karaoke MV បាទក៏ប៉ុន្តែយើងអាចយកវាទៅប្រើនៅគោលដៅផ្សេងទៀតបាទដើម្បីធ្វើការ generate ចេញជាវីដេអូអ្នកគ្នាត្រូវចុចនៅកន្លែងពាក្យថា New Music Video បាទបន្ទាប់មកទៀតវាដល់ចំណុចកន្លែងនេះអ្នកគ្នាត្រូវមើលមកក្រោមយើងត្រូវ generate ទៅតាម step របស់វាទីមួយគឺអ្នកគ្នាចុចសញ្ញាបូកនេះអ្នកគ្នាចុចពាក្យថា image អញ្ចឹងអ្នកគ្នាត្រូវតែធ្វើការ upload image ឲ្យវាមកដើម្បីយើងបំលែងពី image ហ្នឹងទៅជាវីដេអូបាទបន្ទាប់មកទៀតអ្នកគ្នាធ្វើការវាប្រមចូលមកអញ្ចឹង AI មួយនេះវាអាចនិយាយខ្មែរច្បាស់ទេអ្នកគ្នាអាចប្រើវានិយាយភាសាអង់គ្លេសឬភាសាផ្សេងនៅក្នុងគោលដៅផលិត content ផ្សេងបានបាទអញ្ចឹងបើសិនបើអ្នកគ្នាចង់ធ្វើការកំណត់ទម្រង់ផ្ដេកប្រឈរអីយើងអាចសរសេរពាក្យថា ratio បាទបើយើងចង់ផ្ដេកគឺ 16.9 បើយើងចង់ប្រឈរគឺ 9.16 វិញបន្ទាប់មកអ្នកគ្នាត្រូវដាក់ duration ហ្នឹងគឺជារយៈពេលបើសិនបើអ្នកគ្នាអត់ដាក់ duration ទេវានឹង generate ជា karaoke ឲ្យអញ្ចឹងកន្លែងនេះចាំបាច់ត្រូវតែដាក់ duration អញ្ចឹងខ្ញុំដាក់ថា duration 10 វិនាទីបន្ទាប់មកទៀតអ្នកគ្នាត្រូវតែដាក់ពាក្យថា audio ចុច2មកយើងដាក់ពាក្យថា enable បើយើងអត់ដាក់ពាក្យថា audio enable នេះទេគឺវាអត់មានសំឡេងទេបាទអញ្ចឹងអ្នកគ្នាធ្វើការចុច generate មកបាទអញ្ចឹងនៅពេលដែលអ្នកគ្នាភ្លេចដាក់នៅ resolution គឺវាចាប់អូតូ 720p បាទ Today I found many snails. It is so delicious for cooking. បាទអញ្ចឹងកម្រិត 720 នេះគឺវាច្បាស់ប្រហែលនឹង Gemini Oni Plus ហើយបាទឥឡូវយើងមកធ្វើការ generate មួយទៀតឥឡូវខ្ញុំ generate អំពីសត្វវិញបាទលើកនេះខ្ញុំកំណត់ resolution ឲ្យដល់ 1080p ម្ដងបាទអញ្ចឹងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមធ្វើការវាប្រមចូលបន្ទាប់មកខ្ញុំធ្វើការកំណត់នៅ ratio 16.9 អានឹងយើងចង់បានផ្ដេកបើសិនបើយើងចង់បានប្រឈរគឺយើងដាក់ 9.16 មកអូខេអញ្ចឹងឥឡូវនេះខ្ញុំចង់ធ្វើ 16.9 បាទឥឡូវខ្ញុំដាក់ duration វាចំនួន 8 វិនាទីហើយ resolution ខ្ញុំដាក់ 1080p នៅកន្លែងនេះគឺខ្ញុំអត់ទាន់បានសាកល្បងនៅកម្រិត 4K ទេអញ្ចឹងបើអ្នកទាំងអស់គ្នាធ្វើការប្រើប្រាស់សាកល្បងគឺអ្នកគ្នាអាចដាក់កម្រិត 4K បានបាទបន្តមកទៀតគឺយើងដាក់ audio អញ្ចឹង audio អ្នកគ្នាត្រូវតែដាក់ពាក្យថា enable ដើម្បីឲ្យវា generate ចេញជាសំឡេងឲ្យយើងអូខេឥឡូវអ្នកគ្នាធ្វើការវាយប្រមហើយអ្នកគ្នាធ្វើការចុច generate មកអញ្ចឹងយើងចាំមើលទាំងអស់គ្នាតើកម្រិត 1080p ហ្នឹងវាច្បាស់ល្អអត់ត្រង់ចំណុចនេះគឺខ្ញុំបានធ្វើការ generate ជាច្រើនវីដេអូមកហើយអញ្ចឹងអត់ទាន់ឃើញវាធ្វើការ limit ទេគឺនៅតែអាច generate បានអញ្ចឹងខ្ញុំអត់ទាន់ដឹងច្បាស់ថាតើវាពិតជាអាច generate បាន unlimited ដែរឬក៏អត់ទេបាទអូខេឥឡូវវីដេអូបាន generate ហើយយើងចុចមើលបាទកម្រិតវីដេអូវាគឺច្បាស់មែនទែនបាទគឺកម្រិត 1080p របស់គេមែនអញ្ចឹងយើងពិតជាអាចយកវាទៅធ្វើ content ផ្សេងបានអញ្ចឹងអ្នកគ្នាអាចធ្វើការ download វាទុកបានបាទអញ្ចឹងមេរៀននេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានការ update អ្វីថ្មីខ្ញុំនឹងធ្វើការផុសបន្ថែមទៀតនៅក្នុង channel មួយនេះបាទអញ្ចឹងអ្នកគ្នាកុំភ្លេចធ្វើការចុច subscribe